ក៏ដៅ3ធំដែលខ្ញុំត្រូវធ្វើជារៀងរាល់ថ្ងៃដើម្បីឲ្យជីវិតរបស់ខ្ញុំមានតុល្យភាពនិងមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃក៏ដៅទាំង3នេះខ្ញុំបានដាក់កំណត់ទៅលើផែនការប្រចាំថ្ងៃរបស់ខ្ញុំអត់ដែលខានគោលដៅមួយណាទេទាំងគោលដៅទាំង3ហ្នឹងព្រោះគោលដៅ3ហ្នឹងគឺសំខាន់ខ្លាំងមែនតើដែលធ្វើឲ្យខ្ញុំមានតុល្យភាពនៅក្នុងជីវិតរបស់ខ្ញុំនិងធ្វើឲ្យខ្ញុំមានភាពរីកចម្រើនជាងមុនទី1ក៏ដៅការងារនិងទំនួលខុសត្រូវប្រចាំថ្ងៃយើងត្រូវដឹងថាតើក្នុងមួយថ្ងៃដែលយើងត្រូវធ្វើការងារកិច្ចខ្លះត្រូវសម្រេចទៅលើកិច្ចការកិច្ចខ្លះយើងចង់សម្រេចទៅលើការងារអ្វីការដឹងថាយើងរងថ្ងៃយើងត្រូវធ្វើអីពិតជាសំខាន់ខ្លាំងមែនតើដើម្បីឲ្យយើងឈានទៅដល់ការសម្រេចជោគជ័យទៅលើគោលដៅធំរបស់យើងនៅថ្ងៃអនាគតបើសិនជាបងប្អូនអត់ទាន់ដឹងថាយើងមានគោលដៅធំអ្វីទេយើងអាចទៅកំណត់គោលដៅរបស់យើងធំសិនទៅបន្ទាប់មកយើងចាប់ផ្ដើមបែងចែកគោលដៅធំរបស់យើងចេញជាផ្នែកតូចចេញជាជំហានតូចចេញជាកិច្ចការដែលយើងត្រូវសម្រេចប្រចាំថ្ងៃក្នុងមួយថ្ងៃយើងត្រូវធ្វើគេខ្លះក្នុងមួយអាទិត្យយើងត្រូវសម្រេចបានគេខ្លះក្នុងមួយខែយើងត្រូវសម្រេចបានគេខ្លះបែងចែកគោលដៅធំរបស់យើងចេញជាផ្នែកតូចដូចជាជំហានកម្មចតាដែលយើងត្រូវឡើងដើម្បីទៅដល់គោលដៅធំអញ្ចឹងហើយត្រូវច្បាស់ជាមួយខ្លួនឯងថាយើងចង់បានអីយើងចង់ធ្វើអីយើងចង់សម្រេចបានអីព្រោះនៅពេលដែលយើងភ្ញាក់ឡើងពីព្រលឹមមកយើងដឹងថាយើងត្រូវធ្វើគេខ្លះយើងដឹងថាយើងត្រូវសម្រេចការងារអីអញ្ចឹងយើងនឹងមានកម្លាំងកាយមានកម្លាំងចិត្តនៅក្នុងការធ្វើកិច្ចការងាររបស់យើងពេញមួយថ្ងៃតែម្ដងគោលដៅទី2គោលដៅការអភិវឌ្ឍខ្លួននិងរៀនសូត្របន្ថែមគោលដៅមួយនេះពិតជាសំខាន់ខ្លាំងមែនតើដែលជួយឲ្យយើងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងក្នុងមួយថ្ងៃយើងត្រូវដឹងថាយើងត្រូវរៀនសូត្រអីបន្ថែមយើងត្រូវស្វែងរកចំណេះដឹងអីបន្ថែមដើម្បីឲ្យយើងរីកចម្រើនដើម្បីឲ្យយើងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អប្រសើរជាងមុនឧទាហរណ៍រៀនជំនាញអ្វីដែលថ្មីដែលយើងចង់ចេះចង់ដឹងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែខ្លាំងពូកែឬក៏យើងខ្វះខាតនិងខ្សោយទៅលើចំណុចណាមួយយើងអាចបំពេញបន្ថែមនៅចំណុចខ្វះខាតរបស់យើងទៅលើចំណេះដឹងដែលយើងអត់ទាន់បានចេះពីមុនមកឬក៏យើងដាក់គោលដៅក្នុងការអានសៀវភៅមួយថ្ងៃយើងគួរតែអានសៀវភៅប៉ុន្មានសន្លឹកតែយើងគួរអាននៅពេលណាពេលព្រឹកឬក៏ពេលល្ងាចឬក៏ពេលយប់ហើយបងប្អូននឹងឃើញខ្លួនឯងប្លែកមកនៅពេលដែលបងប្អូនទទួលយកចំណេះដឹងអ្វីដែលថ្មីជារៀងរាល់ថ្ងៃយើងអត់ដែលខានសោះបងប្អូននឹងឃើញខ្លួនឯងជាមនុស្សអ្នកដែលប្រសើរជាងមុននៅពេលដែលយើងជួបបញ្ហាអីផ្សេងឬក៏មានរឿងអីមួយដែលកើតឡើងក្នុងជីវិតរបស់យើងគឺយើងមានព័ត៌មានច្រើននៅក្នុងខួរក្បាលរបស់យើងដែលយើងអាចដោះស្រាយបញ្ហានឹងបានឬក៏បងប្អូនអាចរៀនចេញពី YouTube ឬក៏បណ្ដាញសង្គមផ្សេងដែលគេបានធ្វើវីដេអូចែករំលែកជាច្រើនឧទាហរណ៍ដូចជា podcast ដូចជាវីដេអូខ្លីៗឬក៏វីដេអូចែករំលែកការស្ដាប់និងការមើលវីដេអូចែករំលែកពិតជាមានសារៈសំខាន់ខ្លាំងមែនតើបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យខ្លួនឯងរីកចម្រើនជាងមុនចង់ឲ្យខ្លួនឯងមានភាពប្រសើរឡើងជាងមុនហើយចង់ឃើញខ្លួនឯងជាមនុស្សម្នាក់ដែលកាន់តែល្អជាងមុនចឹងត្រូវតែអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមបើសិនជាយើងនៅតែស្ងៀមយើងអត់បានរៀនអ្វីសោះគឺអត់អាចធ្វើឲ្យខ្លួនយើងរីកចម្រើនទៅមុខទេយើងត្រូវតែបន្តការរៀនសូត្រមិនថាបងប្អូនស្ថិតក្នុងអាយុប៉ុណ្ណាទេមិនថាក្មេងមិនថាចាស់មិនថាស្ថិតនៅក្នុងគំនិតវប្បធម៌បែបណាទេគឺយើងអាចបន្តការរៀនសូត្របានទាំងអស់ចំណេះដឹងមានច្រើនណាស់យើងរៀនអត់ចេះចប់អត់ចេះអស់ទេបងប្អូនដូច្នេះបន្តការរៀនសូត្រមិនថាយើងស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយអនុញ្ញាតឲ្យខ្លួនយើងទទួលយកអ្វីដែលថ្មីអនុញ្ញាតឲ្យខ្លួនឯងមានភាពរីកចម្រើនគោលដៅទី3សុខភាពនិងផ្លូវចិត្តសុខភាពនិងផ្លូវចិត្តពិតជាសំខាន់មែនតើបងប្អូនវាឈរនៅលេខរៀងទី1ឯងបើសិនជាយើងអត់មានសុខភាពនិងអត់មានផ្លូវចិត្តល្អទេយើងអត់អាចទៅធ្វើអ្វីមួយបានជោគជ័យអត់អាចទៅធ្វើអីមួយផ្សេងឲ្យល្អបានទេបើយើងអត់មានសុខភាពនិងផ្លូវចិត្តល្អគោលដៅសំខាន់ដែលយើងត្រូវធ្វើរាល់ថ្ងៃហ្នឹងគឺគោលដៅលើសុខភាពនឹងឯងសុខភាពបងប្អូនត្រូវតែមានគោលដៅសម្រាប់ខ្លួនឯងប្រចាំថ្ងៃបងប្អូនត្រូវញ៉ាំអាហារដែលមានសុខភាពល្អអាហារសុខភាពល្អហ្នឹងមិនទៅជាប្រភេទអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលជាប្រភេទអាហារដែលមិនមានជាតិដិតខ្លាំងដូចជាផ្អែមខ្លាំងពេកប្រៃខ្លាំងពេកមិនមានជាតិខ្លាញ់អីច្រើនដែលយើងញ៉ាំទៅធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងនៅថ្ងៃអនាគតជាពិសេសកុំពិសាគ្រឿងស្រវឹងដែលការពិសាគ្រឿងស្រវឹងនឹងអត់ល្អដល់សុខភាពយើងទេតើហាត់ប្រាណរាល់ថ្ងៃហាត់ប្រាណសំខាន់មែនតើបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យខ្លួនឯងមានសុខភាពល្អចង់ឲ្យខ្លួនឯងស្អាតក្មេងជាងវ័យចាតើហាត់ប្រាណរាល់ថ្ងៃគឺជួយបងប្អូនបានច្រើនបើសិនជាយើងអត់មានពេលគ្រប់គ្រាន់ទេយើងអាចឆ្លៀតហាត់ប្រាណមួយថ្ងៃអីឲ្យបាន30នាទីទៅបងប្អូនប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់វិញខ្ញុំទៅហាត់ប្រាណមួយថ្ងៃ2ម៉ោងជាងទៅ3ម៉ោងព្រោះដោយសារតែខ្ញុំចង់បានរាងរបស់ខ្ញុំស្អាតចឹងទៅ
បងប្អូនមិនចាំបាច់ធ្វើដូចខ្ញុំទេក្នុងមួយថ្ងៃហ្នឹងអាចឆ្លៀតពេលបានហាត់មួយថ្ងៃ30នាទីហ្នឹងគឺជាការល្អសម្រាប់ដល់សុខភាពយើងហើយហើយទម្លាប់ការធ្វើសមាធិជួយយើងឲ្យយើងមានចិត្តស្ងប់និងមានអារម្មណ៍ល្អបានច្រើនមែនតើយើងអាចធ្វើសមាធិនៅពេលព្រឹកក៏បានឬក៏មុនគេងក៏បានមួយថ្ងៃបានយ៉ាងហោចណាស់5នាទីទៅ10នាទីអីទៅព្រោះការធ្វើសមាធិជួយយើងបានច្រើនមែនតើបងប្អូនឲ្យយើងមានចិត្តស្ងប់ឲ្យយើងមានអារម្មណ៍ល្អហើយយើងបាននៅជាមួយនឹងខ្លួនរបស់យើងសរុបមកវិញគោលដៅ3ខាងលើពិតជាសំខាន់ខ្លាំងមែនតើបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យជីវិតរបស់ខ្លួនឯងមានតុល្យភាពនិងមានភាពរីកចម្រើនគោលដៅ3ខាងលើហ្នឹងគឺយើងអាចអត់មួយណាមួយបានទេនៅក្នុងការបែងចែកគោលដៅរបស់យើងប្រចាំថ្ងៃដូច្នេះត្រូវធ្វើវាទាំងអស់ទៅលើ3ផ្នែកធំមួយហ្នឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនអត់ទាន់យល់ត្រង់ចំណុចណាទៅលើការកំណត់គោលដៅអាចសួរនៅខាងក្រោមបានអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ